សួស្តីអតិថិជន Cable Computer ទាំងអស់គ្នាហើយថ្ងៃនេះមកផ្លាស់ប្ដូរមិចដោយសារតា Vivo Y03 នេះវាអត់ដំណើរការមិចទេគឺថាសំឡេងនៅពេលដែលថតសំឡេងទៅគឺអត់ដំណើរការទេពេល call ពេល voice call អីនេះគឺអត់កើតទេឥឡូវនេះគឺខ្ញុំចាប់ផ្ដើមផ្លុំកំណែដើម្បីបកស្ទះខាងក្រោយវាវីដេអូសុំដាក់រឿងលឿនតិចទេដោយសារតាវាស៊ីពេលពេកហ្នឹងហើយចាប់ផ្ដើមមកខ្ចៅចេញហើយចាប់ផ្ដើមបកសុំវាចាប់ផ្ដើមដកថ្មនេះគឺជានេះថ្មីណាចាប់ផ្ដើមរៀបចូលហើយកន្លែងនេះគេហៅថាសំណុំវាហ្នឹងហើយចាប់ផ្ដើមផ្គុំចូលហើយចាប់ផ្ដើមផ្គុំហើយចាប់ផ្ដើមធ្វើតេស្តទៀតហើយវាដំណើរការអត់អាឡូអាឡូ1 2 3 test test 1 2 3 1 2 3 test 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 1 2 3អូខេដំណើរការហើយយើងក៏ចាប់ផ្ដើមបិទទូរស័ព្ទហើយយើងក៏ចាប់ផ្ដើមរៀបចូលវិញយើងសម្អាតកែវខាងសន្ទះនោះសិនដើម្បីរៀបចូលវិញចាប់ផ្ដើមរៀបចូលហើយសម្រាប់វីដេអូហ្នឹងឯងមានតែប៉ុណ្្នឹងទេចិត្តចប់ហើយវីដេអូដល់មកខ្ចៅចូលវិញមកក្នុងការមកខ្ចៅហ្នឹងគិតថាតូចមូលលឿនទេណាតែកុំមើលគាត់តែមកខ្ចៅហ្នឹងចូលប្រហែលនាទីបាត់ហើយសម្រាប់វីដេអូមួយហ្នឹងគឺខ្ញុំកាត់ដាក់វារឿងដើមលឿនតិចចឹងណាដើម្បីបាននេះទៀតបើសិនជាវីដេអូពេញហ្មងគឺខ្ទង់ម៉ោង1ម៉ោងជាងចូល2ម៉ោងអីហើយកាត់បន្ថយនៅសល់តែត្រឹម3 4នាទីទេរាល់ហើយនេះយើងដាក់កែវដើម្បីបិទសន្ទះខាងក្រោយវាបិទហើយនេះសន្ទះនេះហ្នឹងហើយបងប្អូននេះតែប៉ុណ្្នឹងទេនឹងវីដេអូមួយនេះគឺបានតែប៉ុណ្្នឹងទេហើយនេះយើងដាក់កស៊ូរឿងច្រើនតិចដោយសារតែខ្ញុំមិនសូវចេះចងមែនទេតែអត់អីកុំបារម្ភខ្ញុំខ្ជិលចងវាញ៉ៃញ៉ៃពេកក៏ចាប់ដើមចងអញ្ចឹងហ្មងទេហ្នឹងហើយអ្នកនរគ្នាអស់ហើយសម្រាប់វីដេអូអរគុណអ្នកនរគ្នាសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើន